ជំងឺពងបែកហ្នឹងគឺអាចធ្វើឲ្យប៉ាម៉ាក់មួយចំនួនគាត់មានការភ័ន្តច្រឡំទៅនឹងជំងឺពងបែកផ្សេងទៀតអាចបង្កឲ្យមានការរលាកសួតហើយនឹងរលាកខួរក្បាលកន្លែងហ្នឹងហើយបានពួក EV71 ហ្នឹងគឺត្រូវបានគេចាត់ទុកថាជាវីរុសដែលកាចសាហាវដែលអាចបង្កគ្រោះថ្នាក់ដល់ក្មេងចាជំរាបសួរលោកប៉ាអ្នកម៉ាក់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast កម្មវិធីសុខភាពកុមាររៀបចំឡើងដោយមន្ទីរពេទ្យកុមារ Maxicare ថ្ងៃនេះយើងខ្ញុំមានប្រធានបទតាក់ទងមួយជំងឺពងបែកលើបាតដៃបាតជើងនិងបំពង់កហើយថ្ងៃនេះផងដែរយើងមានវិជ្ជបណ្ឌិតកិត្តិយសគឺវិជ្ជបណ្ឌិតពៅច័ន្ទរដ្ឋាជាវិជ្ជបណ្ឌិតឯកទេសរោគកុមារនិងទារកផងដែរអញ្ចឹងយើងនឹងមានសំណួរមួយចំនួនដើម្បីសូមការបកស្រាយពីវិជ្ជបណ្ឌិតទាំងអស់គ្នាចាអរអ្នកគ្រូថ្ងៃនេះយើងចង់លើកសំណួរមួយចំនួនមកសួរអ្នកគ្រូលើកមកសួរអ្នកគ្រូហើយសំណួរទី1ហ្នឹងចង់សួរអ្នកគ្រូថាតើជំងឺអាពងបែកដៃពងបែកទៅលើបាត់ដៃបាត់ជើងហើយនៅក្នុងមាត់ហ្នឹងតើវាបង្កឡើងដោយកត្តាអីដែរអ្នកគ្រូចាអញ្ចឹងជំងឺពងបែកនៅលើបាតដៃបាតជើងនិងនៅក្នុងមាត់របស់កុមារហ្នឹងគឺបង្កឡើងដោយសារតែអំបូរនៃក្រុមវីរុសEnterovirus ដែលនៅក្នុងនោះគេឃើញថាកុកសាគី A16 នឹងជួបច្រើនជាងគេហើយកុកសាគី A6 ជួបដែរតែមិនសូវច្រើនទេហើយអំបូរមួយទៀតដែលប៉ាម៉ាក់ចំណាំតែខ្លាចឲ្យធ្លាប់ឮហ្នឹងគឺពួក EV71ចានៅអ្នកគ្រូខ្ញុំឮខ្ញុំស្បែកខ្ញុំស្គាល់តែ EV71 ហ្នឹងដែរតែពេលមួយរយៈហ្នឹងដោយសារយើងធ្វើ podcast យើង research តិចដែរទៅលើប្រភេទវីរុសហ្នឹងអញ្ចឹងអ្នកគ្រូចង់អ្នកគ្រូបកស្រាយតិចថែមទៀតថាតើវីរុសទៅលើវីរុសគេខុសសាគីចឹងអ្នកគ្រូចាវីរុសហ្នឹងហើយណាវីរុស EV71 ហ្នឹងតើវាមានភាពខុសផ្នែកគ្នាបែបម៉េចដែរអ្នកគ្រូនៅពេលដែលកូនក្មេងគាត់ទទួលបានវីរុសហ្នឹងជំងឺពងបែកហ្នឹងគឺវាបង្កឡើងដោយក្រុមវីរុសនៅក្នុងអំបូរគេនិយាយអំបូរ Enterovirus អញ្ចឹងទាំងកុកសាគី A16 ទាំង EV71 ហ្នឹងគឺវានៅក្នុងអំបូរនៃក្រុមមេរោគហ្នឹងគ្រាន់តែពួក EV71 គឺវាមានលក្ខណៈកាចសាហាវជាងគេនៅក្នុងអំបូរនៃវីរុសហ្នឹងដែលវាមិនមែនមានលទ្ធភាពត្រឹមតែធ្វើឲ្យក្មេងចេញសញ្ញាពងបែកនៅក្នុងមាត់នៅលើបាតដៃហើយនិងបាតជើងតែប៉ុណ្ណឹងទេប៉ុន្តែវាមានលទ្ធភាពធ្វើឲ្យក្មេងអាចបង្កឲ្យមានការរលាកសួតហើយនឹងរលាកខួរក្បាលកន្លែងហ្នឹងហើយបានពួក EV71 ហ្នឹងគឺត្រូវបានគេចាត់ទុកថាជាវីរុសដែលកាចសាហាវដែលអាចបង្កគ្រោះថ្នាក់ដល់ក្មេងចាជួយអ្នកគ្រូតាក់ទងមួយគ្រោះថ្នាក់តើយើងរាប់ទៅលើប្រភេទក្រុមអាយុរបស់កុមារអត់អ្នកគ្រូដែរចាជំងឺពួកពងបែកនៅលើបាតដៃបាតជើងហើយនៅក្នុងមាត់ហ្នឹងជាទូទៅគឺវាកើតមានលើកុមារដែលមានអាយុក្រោម5ឆ្នាំអញ្ចឹងបើសិនជាប៉ាម៉ាក់គាត់មានកូនលើសពីអាយុ5ឆ្នាំទៅហើយហ្នឹងគឺហានិភ័យនៃការចម្លងហ្នឹងវាទាបសឹងតែក្មេងគាត់មិនងាយកើតទេអញ្ចឹងក្រុមក្មេងដែលហានិភ័យកើតហ្នឹងគឺក្រុមក្មេងក្រោមអាយុ5ឆ្នាំហើយក្មេងដែលអាចហានិភ័យវិវត្តទៅរកភាពធ្ងន់ធ្ងរហ្នឹងគឺជាក្រុមក្មេងដែលគាត់មានសុខភាពរាងកាយខ្សោយឧទាហរណ៍ថាគាត់មានអាយុតិចជាង6ខែគាត់មានការលូតលាស់អត់ល្អប្រព័ន្ធការពារគាត់មិនសូវល្អអញ្ចឹងនៅពេលដែលគាត់មានការឆ្លងនៅជំងឺហ្នឹងគឺគាត់អាចវិវត្តទៅរកធ្ងន់ធ្ងរជាងប្រសិនបើយើងធៀបទៅលើក្មេងដែលគាត់មានអាយុច្រើនជាងឬក៏គាត់មានសុខភាពល្អជាងចាគ្រូចុះអ្នកគ្រូតាក់ទងមួយនឹងរោគសញ្ញាប្រភេទកុមារដែលគាត់អត្ថាជាមួយវីរុសហ្នឹងវាខុសគ្នាអ្នកគ្រូពីរនេះมันខុសគ្នាទេចង់និយាយថានៅពេលដែលកុមារគាត់បានទៅដើរលេងឬក៏គាត់មានការចម្លងបន្តពីកុមារដែលឈឺជាទូទៅពេលពួកគាត់ប៉ះពាល់គ្នាភ្លាមគឺអត់ទាន់ចេញសញ្ញាភ្លាមទេពីព្រោះវីរុសហ្នឹងវាត្រូវការរយៈពេលមួយដើម្បីចម្លងពីអ្នកដែលឈឺមកអ្នកដែលជាអញ្ចឹងចន្លោះ3ថ្ងៃទៅ6ថ្ងៃបន្ទាប់ពីពួកគាត់ជួបគ្នាឬក៏មានការប៉ះពាល់ទៅកន្លែងណាដែលជាប្រភពចម្លងហ្នឹងទើបគាត់ចាប់ផ្ដើមលេចចេញរោគសញ្ញាអញ្ចឹងជួនកាលប៉ាម៉ាក់ខ្លះគាត់យកកូនទៅដើរលេង 4-5 ថ្ងៃមកទឹកហើយបានត្រឡប់មកវិញមានសញ្ញាគាត់ឆ្ងល់ថាកូនគាត់ពី3ថ្ងៃនេះគាត់អត់ទៅណាតែប៉ិតលទ្ធភាពនៃការចម្លងហ្នឹងវាតាំងពី3ថ្ងៃ6ថ្ងៃមុនម៉េចអញ្ចឹងកុមារដែលគាត់ឆ្លងនៅវីរុសមួយហ្នឹងគឺគាត់នឹងលេចចេញរោគសញ្ញាដំបូងដូចប្រាសាយចេញក្តៅខ្លួនអែក្តៅបាត់ហៀសបោអីតិចតួចអញ្ចឹងទៅបន្ទាប់ពីគាត់ក្តៅបាត់ក្បាត់បានមួយថ្ងៃពីរថ្ងៃក្រោយក្មេងខ្លះអាចចាប់ផ្ដើមចេញក្តៅរៀងខ្លាំងចាក្តៅខ្លាំងក្មេងខ្លះអាចលោតដល់38កន្លះ39នឹងហើយគាត់ចាប់ផ្ដើមអីលេចចេញនៅសញ្ញាមានកន្ទួលឬក៏មានការឈឺចាប់បដើមានន័យថាគាត់ចាប់ផ្ដើមមានការឈឺចាប់នៅក្នុងមាត់ដែលក្មេងខ្លះគាត់អាចបង្ហាញឲ្យឪពុកម្ដាយដឹងតាមរយៈលែងចង់បៅលែងចង់មុំ
ចាប់ដើមហេតុមាត់មករៀងច្រើនអញ្ចឹងទៅរួចហើយបានចាប់ដើមលេចចេញកន្ទួលនៅតាមបាតដៃបាតជើងឬក៏នៅពេលដែលកូនស្រែកយំទៅឪពុកម្ដាយចាប់ដើមឃើញថាមានពងកន្ទួលនៅក្នុងមាត់របស់គាត់អញ្ចឹងសញ្ញាទាំងអស់នេះទោះបីជានៅក្នុងអំបូរនៃវីរុសណាក៏ដោយក៏វាលេចចេញអញ្ចឹងដូចគ្នាហើយបើសិនជាយើងចង់ដឹងថាតើកូនរបស់យើងឈឺចំមេរោគកាចដូច EV71 អត់គឺមានតែការធ្វើតែហេបាទយើងអាចបែងចែកដឹងបានថាតើកូនយើងឈឺនៅក្នុងវីរុសកាចឬក៏វីរុសស្លូតចាអ្នកគ្រូមិញអ្នកគ្រូមានប្រសាសន៍តាក់ទងជាមួយនឹងរោគសញ្ញាការលេចរោគសញ្ញាដំបូងហើយបន្ទាប់មកខ្ញុំក៏សង្កេតឃើញប៉ាម៉ាក់ដែលខ្ញុំជួបគាត់មាន case ហ្នឹងហើយខ្ញុំជួបគាត់ទៅគាត់ថាគាត់អត់ដឹងសោះតើតើកូនគាត់អត់ញ៉ាំអីមិនគាត់ដឹងថាអត់ថាកូនមិនចេះតែអត់ឃ្លានអត់អីចឹងណាដល់ពេលចឹងទៅគាត់ថាអាម៉េចក៏ខុសប្លែកចឹងភាគច្រើនគាត់ថាគាត់មើលអត់ដឹងទេតើកូននឹងអត់ញ៉ាំហ្មងទៅបានគាត់ដឹងព្រោះអាពងហ្នឹងដូចអ្នកខ្លះប្រហែលជាគាត់អត់លេចជាអាពងហ្នឹងមុនឬក៏មិនអ្នកគ្រូបានជាភាគច្រើនដូចជាថាអ្នកជំងឺយើងវិញខ្ញុំជួប3នាក់ឯងគាត់និយាយថាអត់ដឹងសោះកូនគាត់តើអត់ញ៉ាំអីចឹងមិនគាត់ដឹងចឹងអាហ្នឹងវាដូចគ្នាក្មេងទាំងអស់ឬមួយក៏មិនដែរអ្នកគ្រូពួកខ្ញុំជួបដូចជា3ប៉ាម៉ាក់ឯងដែលគាត់និយាយថាគាត់អត់អាចដឹងបានចឹងចាដោយសារតែជំងឺហ្នឹងវាកើតទៅលើកុមារតាមក្រុមអាយុអញ្ចឹងប្រសិនបើប្រព័ន្ធការពារភាពស៊ាំរបស់កុមារល្អឬក៏នៅពេលដែលវីរុសហ្នឹងវាឆ្លងលើកុមារដែលមានអាយុច្រើនជាងជួនកាលដោយសារប្រព័ន្ធរាងកាយរបស់គាត់វារឹងមាំវាអត់ឆ្លើយតបទៅនឹងការចេញរោគសញ្ញាច្រើនទេតែបើសិនជាកុមារខ្លះគាត់មានអាយុតិចប្រព័ន្ធការពារគាត់ខ្សោយជួនកាលការលេចចេញនៃរោគសញ្ញាវាអាចខ្លាំងអញ្ចឹងពីកុមារម្នាក់ទៅកុមារម្នាក់ដែលគាត់មានរាងកាយឆ្លើយតបទៅនឹងការបង្ករោគខុសគ្នារោគសញ្ញាអាចលេចចេញអត់ដូចគ្នាទេអញ្ចឹងអ្នកខ្លះគាត់ធន់អញ្ចឹងទៅជួនកាលពងបែកជាទៅវិញក៏ម៉ែឪគាត់អត់ដឹងដែរពីព្រោះដោយសារតែជំងឺនេះគឺជាជំងឺដែលវាអាចជាសះស្បើយទៅវិញខ្លួនឯងក្នុងរយៈពេល7ថ្ងៃទៅ10ថ្ងៃដែរអញ្ចឹងបើសិនជាកូនក្មេងខ្លះគាត់ធន់ជួនកាលប៉ាម៉ាក់អត់ដឹងថាកូនកើតតំពងបែកផងវាជាទៅវិញខ្លួនឯងបាត់ចា៎ចាជួយអ្នកគ្រូមិញអ្នកគ្រូមានប្រសាសន៍ថាជំងឺហ្នឹងមានការភ័ន្តច្រឡំលើរោគសញ្ញាដូចផ្ដាសាយតើមានជំងឺអីផ្សេងទៀតដែលធ្វើឲ្យប៉ាម៉ាក់គាត់ពិបាកបែងចែកឬមានអាភាពច្រឡំថែមទៀតចឹងណាអ្នកគ្រូដូចថាគាត់មើលទៅអត់ដឹងថាជា EV71 អីទេចឹងបើសិនជាយើងនិយាយទៅលើជំងឺពងបែកបើសិនជាយើងគ្រាន់តែប្រើការពិនិត្យរបស់យើងដោយភ្នែកគឺយើងអត់អាចកំណត់បានអំពីប្រភេទនៃវីរុសបង្កបានទេអាហ្នឹងតើតែយើងធ្វើតេស្តដើម្បីសិលេចហៅមើលថាតើសេរ៉ូថៃបរបស់វីរុសហ្នឹងគឺជាអីអញ្ចឹងការបែងចែកដោយភ្នែកគឺយើងអត់ដឹងទេប៉ុន្តែជំងឺពងបែកហ្នឹងគឺអាចធ្វើឲ្យប៉ាម៉ាក់មួយចំនួនគាត់មានការភ័ន្តច្រឡំទៅនឹងជំងឺពងបែកផ្សេងទៀតចាដូចជាពួកអុតស្វាយជាដើមចាពួកអុតស្វាយប៉ាម៉ាក់មួយចំនួនគឺគាត់ច្រឡំអាពងបែកហ្នឹងជាមួយនឹងអុតស្វាយពីព្រោះអីវាស្ថិតនៅក្នុងអំបូរនៃជំងឺដែលកើតលើស្បែកដូចគ្នាមានកន្ទួលដូចគ្នាហើយមានពងបែកដូចគ្នាតែអាពីរហ្នឹងគឺជាជំងឺដែលបង្កឡើងដោយវីរុសពីរក្រុមពីរអំបូរខុសគ្នាគ្រាន់តែវាចេញនៅលើសញ្ញាស្បែកតែមួយដូចគ្នាអញ្ចឹងណាចាខ្ញុំសង្ស័យពួកខ្មែរយើងចេះភាគច្រើនឲ្យតែកើតអាប្រភេទជំងឺលើស្បែកហ្នឹងដល់គាត់យកឲ្យមកលាបទី1ទៀតហ្នឹងដូចជាឲ្យកូនទៅមួយទឹកគិតទៅពីមួយទឹកញឹកអីចឹងណាអ្នកគ្រូមួយអ្នកគ្រូជួយបកស្រាយតិចកន្លែងចំណុចហ្នឹងថាតើគាត់គួរតែបន្តធ្វើចឹងឬក៏មួយគាត់ព្យាយាមរកគ្រូពេទ្យទៅមើលច្បាស់ថាកើតអីចឹងណាអ្នកគ្រូព្រោះដោយសារយើងមើលទៅវាអាចមានការភ័ន្តច្រឡំសម្រាប់កូនគាត់ចឹងសម្រាប់ប៉ាម៉ាក់ដែលឃើញកូនមានលេចចេញសញ្ញានៅលើស្បែកអានេះខ្ញុំនិយាយក្នុងករណីទូទៅព្រោះដោយសារនៅពេលដែលមានការបម្រែបំរួលអាកាសធាតុអញ្ចឹងស្បែករបស់យើងគឺជាផ្នែកនៅខាងក្រៅដែលគ្របដណ្ដប់រាងកាយយើងគឺជាកន្លែងដែលសម្រាប់ការពារខ្លួនយើងអញ្ចឹងវាគឺជាផ្នែកដែលប៉ះពាល់ជាមួយនឹងបរិយាកាសច្រើនជាងគេអញ្ចឹងនៅពេលដែលមានបម្រែបំរួលនៅលើស្បែកគឺយើងយ៉ាងហោចណាស់ក៏មានចំណេះដឹងទូទៅមួយឲ្យស្គាល់អំពីលក្ខខណ្ឌនៃស្បែកកូនរបស់យើងតើកន្ទួលដែលចេញទៅលើស្បែកហ្នឹងវាជាប្រភេទកន្ទួលអ្វីពីព្រោះពេលខ្លះវាជាការរ៉ូលចារ៉ូលស្បែកក៏វានៅលើស្បែកដែររួចហើយប្រភេទជំងឺដែលចេញនៅលើស្បែកខ្លះវាជាប្រភេទជំងឺគេហៅថាអង់គ្លេសគេហៅថា eruptive fever ហ្នឹងមានន័យថាគឺជាជំងឺក្នុងអំបូរស្អូចកញ្ជ្រឹលចាអុតស្វាយហ្នឹងគេហៅថាអំបូរនៃជំងឺដែលបង្កឡើងហើយលេចចេញនៅលើស្បែកដល់ពេលជំងឺពួកពងបែកហ្នឹងក៏ជាជំងឺដែលបកឡើងហើយលេចចេញនៅលើស្បែកដែរតែជាអំបូរផ្សេងរួចហើយសត្វខាំក៏លេចចេញកន្ទួលដែរហើយក្មេងខ្លះគាត់ស្បែកស្ងួតគាត់មានអាឡែហ្ស៊ីក៏វាលេចចេញអាហ្នឹងនៅលើស្បែកដែរអញ្ចឹងបើសម្រាប់ប៉ាម៉ាក់ដែលឃើញថាកូនយើងមានកន្ទួលនៅលើស្បែកបើអត់ក្តៅខ្លួន
ចាបើអត់ក្តៅខ្លួនគឺមិនមែនជាអំបោសពួកស្អូចពួកអត់ស្វាយពួកពងបាយទេអញ្ចឹងវាអាចជា allergy វាអាចជាស្បែកគាត់ស្ងួតវាអាចជា eczema អីជាដើមអញ្ចឹងទាំងពីរមកន័យថាទាំងក្រុមក្មេងដែលគាត់មានស្បែកស្ងួតឬក៏ជំងឺដែលមិនពាក់ព័ន្ធទៅនឹងក្តៅខ្លួនហើយនឹងក្មេងដែលគាត់មានសញ្ញាលើស្បែកនៅក្នុងអំបោសនៃជំងឺអត់ស្វាយស្អូចឬក៏ពួកពងបាយហ្នឹងការថែទាំរួមដូចគ្នាការថែទាំរួមហ្នឹងមានន័យថាអនាម័យខ្លួនប្រាណគឺដូចគ្នាមានន័យថាគឺយើងត្រូវសម្អាតខ្លួនប្រាណកូនឲ្យបានស្អាតមានន័យថាមួយទឹកអីឲ្យបានស្អាតគ្រាន់តែបើស្បែកកូនស្ងួតសូមកុំប្រើទឹកក្តៅពេកកាលណាទឹកក្តៅខ្លាំងពេកវាធ្វើឲ្យស្បែកហ្នឹងវាស្ងួតរហូតតែខ្លាំងហើយការមួយទឹកឲ្យបានច្រើនឬក៏ញឹកញាប់វាមិនមែនថាមួយទឹកឲ្យច្រើនដើម្បីឲ្យកទួលវាឆាប់ហើរទេចាប៉ុន្តែនៅស្រុកយើងជាស្រុកក្តៅយើងឆាប់បែកញើសឬក៏ក្មេងគាត់ឆាប់បែកញើសអញ្ចឹងបើសិនជាកូនរបស់យើងគាត់លេងគាត់ឆាប់បែកញើសអាហ្នឹងយើងមួយទឹកទៅតាមគេហៅថាសកម្មភាពប្រចាំថ្ងៃដើម្បីរក្សាធ្វើម៉េចឲ្យខ្លួនប្រាណរបស់កូនយើងនឹងវាស្អាតអញ្ចឹងមួយទឹកច្រើនដងឬក៏តិចដងវាមិនជាបញ្ហាសំខាន់តើកូនរបស់យើងនឹងមានលក្ខខណ្ឌរាងកាយដែលត្រូវសម្អាតញឹកដែរអត់ហើយកុំភ្លេចគឺយើងអាចលាបលេផ្ដល់សំណើមឲ្យកូនរបស់យើងព្រោះនៅពេលដែលស្បែករបស់ក្មេងស្ងួតគឺវាងាយ irritate ងាយរលាកងាយឲ្យមានការដាច់រលាត់អញ្ចឹងតើកាលណាគាត់ល្មាស់ក្មេងចង់គឺគាត់អេសអញ្ចឹងកាលណាគាត់អេសថែមមានន័យថាគាត់នឹងបង្កជាស្នាមរបួសបន្ថែមនៅលើស្បែករបស់គាត់អញ្ចឹងមួយទឹកហើយយើងអាចលាបដល់សំណើមឲ្យបានស្អាតនៅលើស្បែករបស់កូនរួចហើយបើសិនជាការលេចចេញនៅកន្ទួលនឹងវាស្រាប់តែមានសញ្ញារួមផ្សំដូចជាសេពសុកក្តៅខ្លួនកូនយើងអត់ព្រមញ៉ាំអាហារមានការហៀទឹកមាត់ប្លែកឲ្យញ៉ាំញ៉ៅអាហ្នឹងលក្ខខណ្ឌហ្នឹងគឺយើងត្រូវតែរកមើលលេខថាតើមានអីដែលឪពុកម្ដាយមិនអាចជួយកូនបានអត់ឬក៏លើសពីលក្ខខណ្ឌដែលឪពុកម្ដាយធ្វើដែរអត់អញ្ចឹងឪពុកម្ដាយគួរតែមកប្រឹក្សាជាមួយនឹងគ្រូពេទ្យដើម្បីរកមើលមូលហេតុហើយនឹងរកវិនិច្ឆ័យពិតប្រាកដថាអាការដែលគាត់ចេញកទួលចេញអីនៅលើស្បែកហ្នឹងវាជាអីដើម្បីយើងបន្តការព្យាបាលហ្នឹងឲ្យបានសមស្របចាគ្រូអញ្ចឹងមានន័យថាមានសញ្ញាខ្លះដែលគាត់នៅអាចបន្តតាមដានបានតែសញ្ញាមួយចំនួនដូចអ្នកគ្រូរៀបរាប់ខាងលើមុននេះដូចរឿងតាក់ទងមួយគាត់ដូចលែងចង់ញ៉ាំអាហារនេះក៏ជាសញ្ញាមួយដែលគាត់គួរតែមកជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់មានការតេស្តមានអីដើម្បីដឹងហើយធ្វើការព្យាបាលដែរចុះការតាក់ទងការព្យាបាលវិញអ្នកគ្រូចង់អ្នកគ្រូបកស្រាយទៅលើការព្យាបាលដែរដោយសារតែជំងឺពួកពងបែកបាត់ដៃបាត់ជើងហើយនឹងមាត់ហ្នឹងគឺគេចាត់ទុកជាក្រុមជំងឺដែលវាអត់កាចសាហាវទេតែវាច្រឡំខ្លាំងចាការវាចម្លងខ្លាំងអញ្ចឹងការចម្លងរបស់វាហ្នឹងគឺដោយផ្ទាល់តាមរយៈក្មេងៗដែលគាត់ឈឺគាត់ក្អកគាត់កដាស់ឬក៏ទឹកមាត់របស់គាត់ណាដែលគាត់ក្អកទៅវាចេញដំណក់ទឹកឆ្មាពីមាត់របស់គាត់មកហ្នឹងគឺអាហ្នឹងចម្លងខ្លាំងណាស់អញ្ចឹងនៅពេលដែលគាត់មានអាពួកពងបែកហ្នឹងនៅពេលដែលអាទឹកចេញពីពងបែករបស់គាត់បែកមកហ្នឹងលទ្ធភាពដែលគាត់អាចបន្តចម្លងទោះបីជាគាត់បាត់អារោគសញ្ញាហ្នឹងវាអាចនៅក្នុងចន្លោះពេល2អាទិត្យអញ្ចឹងឃើញទេរយៈពេលនៃការចម្លងវាខ្ពស់អញ្ចឹងវាធ្វើឲ្យក្មេងអាចមានលទ្ធភាពចម្លងទៅមនុស្សជុំវិញខ្លួនច្រើនអញ្ចឹងបាននៅពេលដែលមានការកើតនៅជំងឺហ្នឹងយើងឃើញថាក្មេងសឹងតែឈឺអត់ដាច់ទេបន្តិចលឺនេះឆ្លងបន្តិចលឺឆ្លងព្រោះដោយសាររយៈពេលនៃការចម្លងហ្នឹងវាខ្លាំងហើយវីរុសហ្នឹងគឺវាអាចបើថាឧទាហរណ៍ក្មេងគាត់លេងឬក៏ដៃរបស់គាត់ដែលមានពងបែកគាត់ទៅប៉ះនៅលើផ្ទៃជាដើមហើយមានក្មេងផ្សេងទៀតមកអញ្ចឹងអាចទឹកមាត់ឬក៏ទឹកពងបែកដែលប៉ះនៅលើផ្ទៃហ្នឹងវាអាចរស់នៅបានដល់24ម៉ោងចាអញ្ចឹងសម្រាប់ការព្យាបាលឪពុកម្ដាយក៏អាចមានលទ្ធភាពតាមដានសញ្ញាមួយចំនួននៅផ្ទះខ្លួនឯងដែរព្រោះដោយសារជំងឺនេះជាទូទៅគឺវានឹងវិវត្តទៅរកភាពជាសះស្បើយខ្លួនឯងក្នុងរយៈពេលមួយអាទិត្យ10ថ្ងៃអញ្ចឹងការតាមដាននៅផ្ទះរួមមានធ្វើម៉េចធានាថាកូនយើងទទួលបានជាតិទឹកហើយនិងអាហារគ្រប់គ្រាន់ពីព្រោះនៅពេលដែលគាត់ចេញពងបែកក្មេងខ្លះអាចញ៉ាំអត់បានទេអញ្ចឹងការញ៉ាំអត់បានគឺជារឿងមួយដែលធ្វើឲ្យក្មេងគាត់ឆាប់បាក់គាត់អត់មានជីវជាតិសម្រាប់ទ្រទ្រង់ខ្លួនឯងអញ្ចឹងវាជាហេតុផលធ្វើឲ្យមេរោគងាយធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់ក្មេងចុះខ្សោយអញ្ចឹងអ្វីដែលពុកម្ដាយអាចធ្វើបាននៅផ្ទះហ្នឹងគឺទី1រក្សាការផឹកការបៅហើយនិងការញ៉ាំរបស់កូនយ៉ាងហោចណាស់ក៏ឲ្យបាន 60-70% នៃទម្លាប់ធម្មតារបស់កូនដែរហើយនៅពេលដែលគាត់មានសញ្ញាហ្នឹងគឺឪពុកម្ដាយអាចឲ្យជាអាហារឬក៏ទឹកដែលមានភាពត្រជាក់មិនមែនឲ្យកូនទៅញ៉ាំទឹកកកឲ្យទៅញ៉ាំការ៉ែមទេប៉ុន្តែអាទឹកក្លាសេយើងហ្នឹងណាយើងអាចដាក់ឲ្យគាត់ញ៉ាំបានឬក៏យ៉ាអូត្រជាក់ឲ្យគាត់ញ៉ាំបានព្រោះនៅពេលដែលចេញពងបែកនៅក្នុងកំពង់កគឺវាធ្វើឲ្យ
មាត់កូនវាក្តៅអញ្ចឹងកាលណាយើងឲ្យទឹកត្រជាក់ខ្លះឬក៏យ៉ាអ៊ូខ្លះវាធ្វើឲ្យក្មេងមានអារម្មណ៍ comfort អញ្ចឹងកាលណា comfort គាត់អាចព្រមញ៉ាំខ្លះគាត់អាចព្រមផឹកខ្លះអញ្ចឹងវានឹងជួយរក្សាស្ថិរភាពជាតិទឹកនៅក្នុងខ្លួនគាត់ហើយអាចឲ្យគាត់មានកម្លាំងទី2បើសិនជាកូនក្តៅខ្លួនក៏ប៉ាម៉ាក់អាចរក្សាគេហៅថាកម្ដៅរបស់កូននៅផ្ទះតាមរយៈយើងជូតខ្លួនឲ្យកូនយើងអាចឲ្យប្រើថ្នាំបញ្ចុះកម្ដៅបើសិនជាមាត់គាត់ឈឺខ្លាំងក៏ថ្នាំសម្រាប់បន្ថយការឈឺចាប់មួយចំនួនយើងអាចប្រើប្រាស់នៅផ្ទះបានដែរតែប្រសិនបើកូនយើងចាប់ផ្ដើមថយញ៉ាំកាន់តែខ្លាំងទៅរហូតគាត់ល្វើយអស់កម្លាំងលហិតលហើយឬក៏កម្ដៅវាក្តៅខ្លាំងរហូតដល់39អាហ្នឹងជាហេតុផលមួយដែលប៉ាម៉ាក់គួរតែយកកូនមកមន្ទីរពេទ្យដើម្បីរក្សាសុវត្ថិភាពគាត់ព្រោះក្មេងក្រោមអាយុ5ឆ្នាំគាត់មានរឿងពីរតាក់ទងក្តៅខ្លួនទី1បើសិនជាគាត់អត់ធន់នឹងក្តៅខ្លួនទេគឺគាត់អាចប្រកាច់ដោយសារក្តៅខ្លួនទី2បើសិនជាពងបែកហ្នឹងវារីករាលដាលខ្លាំងរហូតដល់គាត់ញ៉ាំអត់បានគឺគាត់អាចនឹងគ្រោះថ្នាក់ដោយសារតែគាត់ញ៉ាំអត់បានហើយដោយសារគាត់ឈឺទៀតអញ្ចឹងបើសិនជាប៉ាម៉ាក់អាចមើលកូនខ្លួនឯងបានហើយគិតថាកូនរបស់យើងវានៅលេងគាត់ទទួលយកការព្យាបាលថែទាំប៉ុណ្ណឹងនៅផ្ទះបានអានឹងអត់អីទេតែបើកូនយើងលេចចេញនៅរោគសញ្ញាមួយចំនួនដែលជាការវិវត្តមិនល្អអញ្ចឹងសូមកុំបណ្ដោយឲ្យការវិវត្តហ្នឹងទៅមុខទៀតព្រោះអានៅក្នុងមាត់នេះតើកាលណាក្មេងញ៉ាំអត់បានយើងលំបាកនៅក្នុងការជួយគាត់ដោយបខំឲ្យគាត់ញ៉ាំខ្លួនឯងណាចាអ្នកគ្រូចុងមួយទៀតអ្នកគ្រូតាក់ទងមួយនឹងពេលដែលប៉ាម៉ាក់គាត់មានកូននៅក្នុងរោគសញ្ញាមួយដែលគាត់មកត្រូវមកមន្ទីរពេទ្យចង់ឲ្យអ្នកគ្រូជួយបញ្យល់ឬក៏ជួយបកស្រាយករណីថាតើករណីបែបណាឬក៏កម្រិតបែបណាដែលគាត់ជួបគ្រូពេទ្យហើយតទៅបន្តតាមដានឬក៏ព្យាបាលនៅផ្ទះហើយករណីណាដែលគាត់ត្រូវតែសម្រាប់ព្យាបាលចាំអ្នកគ្រូជួយបកស្រាយកម្រិតករណីនេះចាករណីដែលនៅពេលដែលប៉ាម៉ាក់យកកូនមកជួបគ្រូពេទ្យគឺគ្រូពេទ្យទី1ត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ថាតើកូនរបស់យើងពិតជាមានជំងឺពងបែកនៅលើបាតដៃបាតជើងនៅក្នុងមាត់ឬក៏ជាប្រភេទនៃជំងឺពងបែកផ្សេងទៀតពីព្រោះបើពងបែកមាត់ពងបែកបាតដៃបាតជើងជាទូទៅនៅពេលដែលវាជាសះស្បើយទៅវាមិនសូវជាបន្សល់ស្លាកស្នាមទេវាខុសពីពួកអុតស្វាយអញ្ចឹងពួកអុតស្វាយបើសិនជាវាជាប្រភេទអុតស្វាយស្លាកស្នាមរបស់វាអាចច្រើនជាងអញ្ចឹងសម្រាប់ប៉ាម៉ាក់ដែលគាត់មានកូនស្រីយើងបារម្ភខ្លាចស្លាកស្នាមហ្នឹងវាបន្សល់នៅលើស្បែកឬក៏នៅលើដងខ្លួនរបស់គាត់ដែលប៉ះពាល់ទៅដល់រូបសម្រស់គាត់ទៅថ្ងៃក្រោយហើយបើសិនជាក្នុងករណីដែលគាត់ពិតជាមានពួកពងបែកអញ្ចឹងគ្រូពេទ្យនឹងធ្វើការវេតម្លៃទៅលើស្ថានភាពជាក់ស្ដែងរបស់ក្មេងតើកុមារគាត់មានកម្លាំងរាងកាយប៉ុណ្ណាគាត់អាចបរិភោគទឹកឬគាត់ញ៉ាំអាហារបានក្នុងកម្រិតប៉ុណ្ណាប្រសិនបើគាត់អាចរក្សារបបអាហាររបស់គាត់បាន 50-60% ឡើងលើទៅមានន័យថាគាត់អាចទ្រាំទ្រទៅនឹងជំងឺបានដោយខ្លួនឯងហើយមួយទៀតក៏តាក់ទងឪពុកម្ដាយដែរតើគាត់អាចអត់ធ្មត់នៅក្នុងការតាមដានកូនឬក៏អត់ធ្មត់កុំភ័យតក់ស្លុតបានកម្រិតណាពីព្រោះប៉ាម៉ាក់ខ្លះទីហោតកូនគាត់តូចត្បិតថាកូនគាត់លក្ខខណ្ឌអាចទៅផ្ទះបានតែបើសិនជាគាត់មិនទុកចិត្តថាគាត់អាចមើលថែកូនបានគាត់អត់អាចមានលទ្ធភាពថាបើកូនគាត់ក្តៅខ្លួនជាងនឹងគាត់ត្រូវធ្វើមិនឬក៏បើកូនគាត់អត់ញ៉ាំជាងនឹងតើគាត់គួរធ្វើមិនឬក៏ពេលខ្លះគាត់ត្រូវបញ្ចុកថ្នាំកូនហើយគាត់មានការលំបាកនៅក្នុងការឲ្យថ្នាំកូនអញ្ចឹងលក្ខខណ្ឌនៅក្នុងការស្នាក់នៅមន្ទីរពេទ្យហ្នឹងគឺជាលក្ខខណ្ឌមួយដើម្បីទី1ធានាសុវត្ថិភាពថាក្មេងគាត់នឹងមិនមានគ្រោះថ្នាក់ដោយប្រការណាមួយទាំងដោយការឈឺពងបែកលើបាតដៃបាតជើងនៅក្នុងមាត់គាត់ទាំងលក្ខខណ្ឌគ្រោះថ្នាក់ដោយសារតែក្តៅខ្លួនទាំងលក្ខខណ្ឌដែលគាត់អាចងាយប្រឈមទៅនឹងការបង្ករោគបន្ថែមទៀតជាពិសេសពពួកបាក់តេរីទាំងលក្ខខណ្ឌដែលឪពុកម្ដាយសុវត្ថិភាពផ្លូវចិត្តគាត់ថាគាត់នៅកន្លែងដែលគាត់មានសុវត្ថិភាពមានគ្រូពេទ្យមានក្រុមគ្រូពេទ្យដែលអាចមើលថែរក្សាកូនរបស់គាត់បានអញ្ចឹងអាលក្ខខណ្ឌនេះគឺជាលក្ខខណ្ឌ case by case មានន័យថាគឺយើងនឹងពិនិត្យទៅលើអាការៈរបស់កូនក្មេងដោយផ្ទាល់ហើយនឹងមើលទៅលើស្ថានភាពផ្លូវចិត្តហើយនឹងភាពរឹងមាំផ្លូវអារម្មណ៍របស់ឪពុកម្ដាយនៅពេលដែលកូនឈឺអញ្ចឹងអាពីរនឹងបូកចូលគ្នាជាពិសេសឪពុកម្ដាយដែលគាត់មានកូនដំបូងចាគាត់អត់ទាន់មាន experience ខ្លួនគាត់ទេដូច្នេះនៅរាល់ករណីជំងឺមួយចំនួនទោះបីជាករណីជំងឺដែលវាទូទៅកើតលើក្មេងទូទៅប៉ុន្តែកាលណាវាកើតមានលើកូនគាត់ស្អីក៏ថ្មីដែរអញ្ចឹងក៏អត់ទាន់មាន experience ទេអញ្ចឹងហើយអាហ្នឹងគឺជាដំណើរគេហៅថាជាឪពុកម្ដាយគឺជា journey បានន័យថាគឺជាដំណើរដែលគាត់ត្រូវរៀនពីកូនគាត់ម្ដងតិចទាំងកូនដំបូងក្ដីហើយនឹងបន្តទៅដល់កូនបន្តក្ដីអញ្ចឹងអ្វីដែលយើងឃើញគឺ
ពុកម្ដាយទី1គាត់ច្រើនតែមាន concern ខ្លាំងទៅលើសុខភាពរបស់កូនបើទោះជាយើងប្រាប់ថាកូនគាត់មិនធ្ងន់ប៉ុន្តែគាត់អត់ទាន់មាន experience គាត់នៅតែរៀង worry ជាងអ្នកដែលគាត់ធ្លាប់មានកូន 2-3 ហើយចាជុំមួយទៀតអ្នកគ្រូដោយសារតែជំងឺនេះបើយើងតាមវ័យនៃអ្នកគ្រូបានជំរាបជូនហ្នឹងគឺតាក់ទងជាមួយកុមារដែលគាត់មានអាយុក្រោម5ឆ្នាំហ្នឹងគឺការច្រើនអញ្ចឹងខ្ញុំគិតថាវ័យនេះដូចជាវ័យដែលគេដាក់កូនក្មេងនៅ preschool ឬក៏ daycare ហើយអញ្ចឹងចង់ឲ្យអ្នកគ្រូជួយជាអនុសាសន៍មួយចំនួនដើម្បីបង្ការពីព្រោះខ្ញុំគិតថាគេហៅថាភ្នាក់ងារផ្ដាច់ការចម្លងគឺខ្ញុំគិតថានៅសាលាហើយនឹងប៉ាម៉ាក់ដែលគ្មានកូនទួយប៉ុណ្ណឹងចាគឺជាអ្នកដែលដំបូងគេដែលអាចជាភ្នាក់ងារមួយក្នុងការជួយទប់ស្កាត់ការរីករាលដាលរបស់កុមារដែរអញ្ចឹងចង់ឲ្យគ្រូមានប្រសាសន៍ថាមាន technique អីគេខ្លះសម្រាប់ប៉ាម៉ាក់ដែលដាក់កូននៅក្នុងសាលាក្នុងវ័យហ្នឹងហើយនឹងកូនគាត់កំពុងតែមានបញ្ហាជំងឺហ្នឹងហើយនឹងខាងសាលាដែរតែមានកិច្ចសហការគ្នាអីគេខ្លះចាដើម្បីជួយកាត់បន្ថយអាភ្នាក់ងារចម្លងជំងឺហ្នឹងចាអញ្ចឹងដូចបានជំរាបជូនពីខាងលើអញ្ចឹងជំងឺ hand foot mouth disease ឬក៏ពងបែកបាត់ដៃបាត់ជើងនៅក្នុងមាត់ហ្នឹងគឺជាជំងឺដែលមិនកាចសាហាវពេកទេប៉ុន្តែគឺជាជំងឺដែលងាយនឹងរីករាលដាលនៅក្នុងក្រុមនៃក្មេងអាយុត្រូវទៅសាលាក្រោម5ឆ្នាំអញ្ចឹងវិធីបង្ការដែលអាចជួយកាត់បន្ថយការរីករាលដាលហ្នឹងគឺតាមរយៈអនាម័យអញ្ចឹងអនាម័យហ្នឹងបើកុមារដែលគាត់ទៅសាលាឬក៏នៅផ្ទះគឺយើងត្រូវតែបង្រៀនឲ្យគាត់ចេះលាងសម្អាតដៃឬក៏យើងសម្អាតឲ្យគាត់ពីព្រោះអីនៅពេលដែលយើងលាងសម្អាតដៃហើយអត់លឿនពេកទេពីព្រោះកាលណាលឿនពេកយើងលាងអត់បានសព្វគ្រប់ជ្រុងជ្រោយទេវានឹងនៅសេសសល់មេរោគមួយចំនួននៅកន្លែងដែលយើងអត់បានលាងដល់អញ្ចឹងការលាងដៃយ៉ាងហោចណាស់ក៏ឲ្យបាន20វិនាទីដែរជាមួយទឹកស្អាតសាប៊ូឬក៏ជាមួយនឹងអាកុលអញ្ចឹងនៅពេលដែលយើងទម្លាប់ឲ្យក្មេងលាងដៃឲ្យបានស្អាតព្រោះដៃហ្នឹងគឺជាភ្នាក់ងារចម្លងខ្លាំងជាងគេហើយចាអញ្ចឹងបើតាមអង្គការសុខភាពពិភពលោកបានបង្ហាញថាបើសិនជាយើងគ្រាន់តែលាងដៃឲ្យបានស្អាតយ៉ាងហោចណាស់ក៏20វិនាទីជាមួយទឹកអាកុលឬក៏សាប៊ូវានឹងអាចចូលរួមកាត់បន្ថយបើជំងឺផ្លូវដង្ហើមវិញគេសង្កេតឃើញថាមានការកាត់បន្ថយរហូតដល់ 21% ហើយបើសិនជាជំងឺរាគដែលឆ្លងតាមរយៈដៃយើងនឹងអាចកាត់បន្ថយរហូតដល់ 30% អញ្ចឹងទី1គឺរក្សាអនាម័យដៃបានន័យថាលាងដៃឲ្យបានញឹកញាប់ហើយសម្រាប់កុមារដែលគាត់នៅសាលាក៏ដោយនៅផ្ទះក៏ដោយនៅកន្លែងទីសាធារណៈក៏ដោយអញ្ចឹងកន្លែងដែលគាត់លេងហ្នឹងគឺសុំសម្អាតឲ្យបានស្អាតគេហៅថាផ្ទៃនៃកន្លែងដែលលេងព្រោះដោយសារតែពេលក្មេងនិយាយពេលក្មេងក្អកពេលក្មេងក្តាស់ឬក៏នៅពេលដែលអាពងបែកហ្នឹងវាចាប់ផ្ដើមចេញពងបែកទឹកឲ្យគាត់ទៅប៉ះនៅលើផ្ទៃអាប្រភពចម្លងនៃផ្ទៃហ្នឹងគឺវាធំធេងខ្លាំងណាស់អញ្ចឹងសុំសម្អាតសម្ភារៈដែលគាត់លេងសុំសម្អាតផ្ទៃដែលពួកគាត់លេងហ្នឹងឲ្យបានស្អាតជាប្រចាំហើយបើសិនជាមានក្មេងឈឺគឺយើងអាចដាក់របស់របរឲ្យគាត់លេងផ្សេងទៅហើយកុមារដែលអត់ឈឺគឺយើងដាក់មកដុំទៅហើយក៏មានការវែកញែកគ្នាដែរថាតើកុមារទាំងអស់ហ្នឹងគួរទៅសាលាអត់អញ្ចឹងដោយសារតែជំងឺហ្នឹងវាមិនមែនជាជំងឺកាចសាហាវតែវាចម្លងអាហ្នឹងគេអាចអនុលោមទៅតាមគោលការណ៍របស់សាលារៀងខ្លួនព្រោះបើសិនជាក្នុងករណីដែលកុមារគាត់ឈឺប៉ុន្តែគាត់មាំទាន់គាត់មានកម្លាំងគាត់លេងគាត់ញ៉ាំបានអាហ្នឹងគេមិនរឹតបន្តឹង 100% ថាតម្រូវឲ្យគាត់ត្រូវតែនៅផ្ទះទេប៉ុន្តែអាហ្នឹងវាអាចទៅតាម policy នៃសង្គមតាមសាលាដែលតើឪពុកម្ដាយភាគច្រើនគាត់ចង់ឲ្យកូនហ្នឹងisolate នៅផ្ទះឬក៏អីអាហ្នឹងតាមភាពជាក់ស្ដែងតែប៉ុន្តែបើថាពីគ្រូពេទ្យឲ្យតើកូនមានសុខភាពរាងកាយល្អមិនមានភាពចាំបាច់ឲ្យត្រូវនៅផ្ទះទេឲ្យគាត់ទៅបានកុំឲ្យគាត់ stress នៅផ្ទះចាហើយអ្វីដែលមនុស្សធំយើងត្រូវចូលរួមគឺចម្លងពីយើងមនុស្សធំនេះហ្នឹងហើយជួនកាលទៅថើបកូនអត់លាងដៃអត់អីខ្លួនឯងដល់ពេលហើយយើងទៅប៉ះពៀនៅលើផ្ទៃឬក៏យើងទៅប៉ះកូនផ្សេងទៀតគឺវាអាចបន្តចម្លងជាពិសេសការថើបប្រទេសដល់យើងថើបទៅអាទឹកមាត់របស់ក្មេងយើងថើបមាត់ឬក៏យើងថើបថ្ពាល់ផើបដៃថើបជើងកន្លែងណាដែលវាមានពងបែកហ្នឹងទៅអញ្ចឹងវាអាចចម្លងពីយើងមនុស្សធំហ្នឹងទៅកាន់ក្មេងៗផ្សេងទៀតអញ្ចឹងអាហ្នឹងក៏គេឲ្យយើងកាត់បន្ថយក្នុងការថើបឬក៏ក្នុងការប៉ះពាល់ផ្ទាល់ពីអ្នកឈឺទៅកាន់អ្នកជាដែរហ្នឹងហើយក្រៅពីហ្នឹងក៏មានការបង្ការពិសេសផ្សេងទៀតដែរហើយនៅពេលដែលប៉ាម៉ាក់គាត់បានអញ្ជើញយកកូនមកតាមដានសុខភាពជាប្រចាំនៅ Maxi Care ឬក៏មកចាប់អាសាំងឬក៏កូនគាត់ឈឺថ្កាត់អីដែលគាត់មានធុរៈត្រូវមកជួបជាមួយនឹងគ្រូពេទ្យនៅទីនេះក៏គាត់អាចសួរពីការបង្ការមួយចំនួនទៀតពិសេសសម្រាប់សុខភាពកូនរបស់គាត់ដែរចាអរគុណច្រើនអ្នកគ្រូថ្ងៃនេះមានការបកស្រាយច្បាស់លាស់ហើយ detail ច្រើនមែនតើហើយសង្ឃឹមថាប៉ាម៉ាក់នឹងជួយប៉ាម៉ាក់ជាច្រើនតាក់ទងជាមួយការស្វែងយល់ទៅលើជំងឺ
ពងបែកលើបាត់ដៃបាត់ជើងហើយនៅក្នុងមាត់អញ្ចឹងអ្នកគ្រូចង់ឲ្យអ្នកគ្រូមានជាអនុសាសន៍ចុងក្រោយជាពិសេសខ្ញុំចង់ឲ្យអ្នកគ្រូផ្ដោត specific ទៅលើប៉ាម៉ាក់ដែលគាត់ទើបមានកូនថ្មីឬក៏ទើបសម្រាលហើយឲ្យគាត់កំភៃសន្សើមក្នុងករណីអូនមានទៅលើបញ្ហាជំងឺតាក់ទងមួយនឹងពងបែកនេះដែរចាអញ្ចឹងជាចុងក្រោយគឺសូមផ្ដាំផ្ញើដល់ប៉ាម៉ាក់ទោះបីជាប៉ាម៉ាក់ថ្មីថ្មោងតែមានកូនលើកដំបូងក្តីឬក៏ប៉ាម៉ាក់ដែលមានកូនច្រើនក្តីព្រោះប៉ាម៉ាក់មានកូនលើកទី1ស្អីក៏ថ្មីសម្រាប់គាត់ដែរហើយសម្រាប់ប៉ាម៉ាក់ដែលគាត់មានកូនចាប់ពី2ឡើងលើទៅគឺកូនរបស់គាត់មានហានិភ័យក្នុងការចម្លងទៅវិញទៅមកអញ្ចឹងយើងត្រូវតែមានចំណេះដឹងទូទៅពីការលូតលាស់ហើយនឹងជំងឺដែលអាចកើតមាននៅតាមរដូវកាលពីព្រោះអីនៅក្នុងរដូវនេះជំងឺពងបែកវាសម្បូរចាដោយសារអីអាកាសធាតុក្តៅត្រជាក់មានសើមក្មេងៗគាត់លេងដីគាត់ទៅលេងជុំគ្នាអញ្ចឹងទៅវាអាចមានហានិភ័យនៅក្នុងការចម្លងបន្តគ្នាក៏ប៉ុន្តែជំងឺខ្លះគឺវាកើតទៅតាមក្រុមអាយុអញ្ចឹងមិនមែនកូនក្មេងអាយុ10ឆ្នាំហើយនៅមកកើតពងបែកកូនក្មេងជំទង់ហើយគាត់នៅមកកើតពងបែកទៀតមិនមែនទេអញ្ចឹងសូមបញ្ជាក់ឡើងវិញជំងឺពងបែកនៅលើបាតដៃបាតជើងនិងនៅក្នុងមាត់គឺកើតលើក្រុមក្មេងអាយុក្រោម5ឆ្នាំជាទូទៅអញ្ចឹងបើសិនជាប៉ាម៉ាក់ឃើញកូនយើងអាយុក្រោម5ឆ្នាំសូមមេត្តាបង្កើនការប្រុងប្រយ័ត្នហើយសម្រាប់ប៉ាម៉ាក់ដែលគាត់មានកូនលើសពីអាយុហ្នឹងគាត់ក៏អាចមានជំងឺពងបែកដែរប៉ុន្តែពងបែកតែមួយទេគឺពងបែកនៅក្នុងបំពង់កដែលអាចកើតរហូតដល់10ឆ្នាំហ្នឹងគេហៅថាអេប៉ុងស៊ីណាអញ្ចឹងអ្នកខ្លះគាត់អាចច្រឡំគ្នាជាមួយនឹងអាពួកពងបែកដែរគាត់ថាពងបែកអេប៉ុងស៊ីណាហ្នឹងគឺវាមានតែនៅក្នុងមាត់វាអត់ចេញលើបាតដៃបាតជើងទេហើយអាចកើតរហូតដល់ក្មេងធំចាអញ្ចឹងជំងឺនេះគឺជាជំងឺដែលវាមិនកាចសាហាវពេកទេគ្រាន់តែវាមានការចម្លងការរីករាលដាលបានលឿនអញ្ចឹងការបង្ការហើយនឹងការប្រតិបត្តិការថែទាំដោយដែលយើងបានលើកឡើងនៅក្នុង podcast យើងខាងលើអញ្ចឹងគឺជាអ្វីដែលសុទ្ធតែប៉ាម៉ាក់អាចធ្វើទៅបានហើយកុំព្រួយបារម្ភភ័យខ្លាំងពេកហ្នឹងហើយកុំរឹតត្បិតកូនរហូតដល់ថ្នាក់លែងហ៊ានចេញក្រៅលែងនាំកូនទៅដើរលេងអញ្ចឹងវានឹងអាចប៉ះពាល់ដល់សតិអារម្មណ៍ប៉ះពាល់ដល់ទំនាក់ទំនងរបស់កូនដូច្នេះយើងនៅតែអាចឲ្យកូនរបស់យើងឬក៏យើងផ្ទាល់មានសកម្មភាពប្រចាំថ្ងៃដដែលគ្រាន់តែបង្កើនការយកចិត្តទុកដាក់ទៅលើការថែរក្សាអនាម័យដៃអនាម័យខ្លួនប្រាណហើយនឹងការបរិភោគអាហារឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យកូនរបស់យើងមានថាមពលចាកុំតឹងតែងពេកអីអភ័យថាឆ្លងនេះក៏តឹងតែងចាហើយបើសិនជាមានលក្ខខណ្ឌកន្លែងណាមួយដែលលើសពីអ្វីដែលយើងគិតថាយើងអាច secure ខ្លួនឯងបានអត់អីទេអញ្ជើញមកមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យផ្ដល់ការប្រឹក្សាផ្ដល់ដំបូន្មានហើយនឹងការពិនិត្យព្យាបាលជូនដល់កូនរបស់យើងចាអរគុណចាអរគុណ